ក្រសួងមហាផ្ទៃសូមជូនសេចក្តីសង្ខេបព័ត៌មានស្តីអំពីស្ថានភាពក្រោយបទជប់បាញ់ដោយគិតចាប់ពីម៉ោង 6 ព្រឹកថ្ងៃទី 9 ដល់ម៉ោង 6 ព្រឹកថ្ងៃទី 10 ខែមករាឆ្នាំ 2026 ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិជ្រាបថាសកម្មភាពរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាបានបណ្ដាលឲ្យមានផលប៉ះពាល់និងការខូចខាតនៅក្នុងខេត្តចំនួន 7 ក្នុងនោះរួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាបបើគិតចាប់ពីម៉ោង 6 ព្រឹកថ្ងៃទី 9 ដល់ម៉ោង 6 ព្រឹកថ្ងៃទី 10 ខែមករាឆ្នាំ 2026 នេះបច្ចុប្បន្នភាពនៃស្ថានភាពរួមមានជាអាច 1. ស្ថានភាពពលរដ្ឋភៀសឹកមានពលរដ្ឋភៀសឹកចំនួន 5,947 នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅឋានវិញដូច្នេះក្នុងចំណោមពលរដ្ឋភៀសឹកសរុបជាង 640,000 នាក់មានប្រមាណ 480,000 នាក់បានវិលត្រឡប់ទៅលំនៅឋានវិញពលរដ្ឋភៀសឹកបន្តស្នាក់នៅក្នុងជំរំសុវត្ថិភាពមានចំនួន 167,226 នាក់ក្នុងនោះមានស្ត្រីចំនួន 87,277 នាក់និងកុមារចំនួន 54,408 នាក់ក្រៅពីនេះក៏មានពលរដ្ឋភៀសឹកបានទៅស្នាក់នៅផ្ទះសាច់ញាតិក្នុងខេត្តចំនួន 18 ផ្សេងទៀតដែលក៏បានកំពុងវិលត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់ដែរជាការកត់សម្គាល់ការភៀសឹកទ្រង់ទ្រាយធំបែបនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃទាំងមុខរបរសុខុមាលភាពសាធារណៈសិទ្ធិលំនៅឋានជាពិសេសសិទ្ធិកុមារក្នុងការរៀនសូត្រនិងការប៉ះទង្គិចផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភគណៈពលរដ្ឋភៀសឹកខ្លះបានវិលដល់ភូមិករហើយប៉ុន្តែត្រូវបង្ខំចិត្តបន្តចូលស្នាក់នៅក្នុងជំរំបណ្ដោះអាសន្នជាថ្មីទៀតដោយសារតែផ្ទះសម្បែងរងការខូចខាតខ្ទេចខ្ទីរៀបដល់ដីនិងពោពេញដោយសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ 2. ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋានខេត្តឧត្តរមានជ័យមានសាលារៀនចំនួន 220 មន្ទីរពេទ្យមណ្ឌលសុខភាព 34 រដ្ឋបាលខេត្ត 1 មន្ទីរអង្គភាពជុំវិញខេត្ត 33 រដ្ឋបាលស្រុក 5 អង្គភាពកងកម្លាំងមានសមត្ថកិច្ចថ្នាក់ក្រុងស្រុកចំនួន 10 រដ្ឋបាលឃុំសង្កាត់ 23 និងប៉ុស្តិ៍នគរបាលរដ្ឋបាល 23 បានបើកដំណើរការឡើងវិញគណៈសាលារៀន 40 មន្ទីរពេទ្យឬមណ្ឌលសុខភាព 7 រដ្ឋបាលនៅថ្នាក់សង្កាត់ 1 និងប៉ុស្តិ៍នគរបាលរដ្ឋបាល 1 បន្តបិទផ្អាកខេត្តបន្ទាយមានជ័យមានសាលារៀន 5 និងមន្ទីរពេទ្យឬមណ្ឌលសុខភាព 1 បន្តបិទផ្អាកគណៈស្ថាប័នផ្ដល់សេវាសាធារណៈនៅថ្នាក់ខេត្តក្រុងស្រុកនិងឃុំសង្កាត់បានបើកដំណើរការឡើងវិញខេត្តព្រះវិហារមានសាលារៀន 61 និងមន្ទីរពេទ្យឬមណ្ឌលសុខភាព 14 នៅបន្តបិទផ្អាកគណៈសាលារៀន 12 មន្ទីរពេទ្យឬមណ្ឌលសុខភាព 12 និងស្ថាប័នផ្ដល់សេវាសាធារណៈនៅថ្នាក់ស្រុក 1 និងឃុំសង្កាត់ 6 បានបើកដំណើរការឡើងវិញ 3. ផលប៉ះពាល់នឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលនៅពុំទាន់មានទទួលបានថ្មីទេដូច្នេះបើគិតចាប់ពីថ្ងៃទី 7 ខែធ្នូឆ្នាំ 2025 មកការខូចខាតទ្រព្យសម្បត្តិឯកជនសរុបរួមមានផ្ទះ 336 ខ្នងអគារស៊ីវិលឯកជន 7 អគារស្នាក់នៅឬសន្តាគារចំនួន 10 ស្ថានីយ៍ប្រេងឥន្ធនៈ 3 ផ្សារឯកជន 1 រថយន្ត 34 គ្រឿង ម៉ូតូ 8 គ្រឿង លានទិញដំឡូង 1 អគារឃ្លាំងទំនិញ 1 បង្គោលអង់តែនទូរស័ព្ទ 3 អាងទឹកនិងប្រព័ន្ធទឹកស្អាត 6 កន្លែង ជង្រុកស្រូវ 1 និងសត្វពាហនៈឬសត្វព្រៃ 2 ក្បាលការខូចខាតទ្រព្យសម្បត្តិសាធារណៈសរុបរួមមានសាលារៀន 25 មន្ទីរពេទ្យឬមណ្ឌលសុខភាព 9 សំណង់អគារ 42 វត្តអារាម 17 សាលាឆទាន 1 រូបសំណាក 1 រថយន្ត 1 គ្រឿង ប្រាសាទបុរាណចំនួន 4 ស្ពាន 5 ផ្សារ 1 ផ្លូវ 32 ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី 1 ទីតាំងនិងបណ្ដាញបញ្ជូនអគ្គិសនី 3 កន្លែងការខូចខាតជាក់ស្ដែងអាចនឹងមានច្រើនជាងនេះខណៈអាជ្ញាធរមូលដ្ឋាននៅតែបន្តចុះស្រង់ទិន្នន័យនៃផលប៉ះពាល់នេះបាទ 4. កិច្ចអន្តរាគមន៍រៀបចំផ្ទះសម្បែងនិងភូមិករពលរដ្ឋភៀសឹកខេត្តព្រះវិហារកំពុងចុះស្រង់ផលប៉ះពាល់និងការខូចខាតព្រមទាំងបន្តឧបត្ថម្ភគាំទ្រដល់ពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះបានខេត្តឧត្តរមានជ័យមានភូមិចំនួន 84 ពុំទាន់អាចឲ្យពលរដ្ឋចូលទៅរស់នៅបានគណៈមន្ត្រីកំពុងរៀបចំផ្ទះនិងភូមិករពលរដ្ឋ 172 ភូមិខេត្តបន្ទាយមានជ័យ
អាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធកំពុងរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នជូនពលរដ្ឋដែលពុំទាន់អាចចូលទៅរស់នៅក្នុងផ្ទះចំនួន2735គ្រួសារព្រមទាំងជួសជុលបណ្ដាញអគ្គិសនីនិងទូរគមនាគមន៍ឡើងវិញខេត្តបាត់ដំបងអាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធបានកំពុងបន្តចូលសួរសុខទុក្ខនាំយកអំណោយនិងត្រួតពិនិត្យទីតាំងផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខេត្តពោធិ៍សាត់អាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធកំពុងតាមដានយ៉ាងយកចិត្តទុកដាក់និងចូលសួរសុខទុក្ខពលរដ្ឋដែលវិលត្រឡប់មកលំនៅឋានវិញក្រៅពីនេះអាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធគ្រប់មូលដ្ឋានបានកំពុងបន្តសហការផ្សព្វផ្សាយអប់រំជូនពលរដ្ឋអំពីផលប៉ះពាល់និងគ្រោះថ្នាក់បណ្ដាលមកពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជារួមមកដល់ពេលនេះក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់និងតាមដានសភាពការវិវត្តនៅសមរភូមិមុខជាប់ជាប្រចាំនិងប្រគៀកស្មារជាមួយកងយោធពលខេមរៈភូមិន្ទដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីស្របច្បាប់ជាមួយគ្នានេះក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងពលរដ្ឋភៀសសិទ្ធឲ្យបានសមស្របព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធតាមបន្តព្រំដែនបន្តស្រង់ស្ថិតិពិនិត្យនិងដោះស្រាយផលប៉ះពាល់ដែលកើតមានឡើងឲ្យអស់លទ្ធភាពជុំវិញការបើកឲ្យដំណើរការឡើងវិញនៅការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋព្រមទាំងបន្តយកចិត្តទុកដាក់សហការឲ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខបន្តវិធានការពង្រឹងសន្តិសុខនិងក្តាប់សភាពការទូទៅក្នុងខេត្តជាប់ព្រំដែនក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម Michael George Decembre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកដែលមុនបន្តដំណើរមកបំពេញទស្សនកិច្ចកម្ពុជាថ្ងៃទី10ខែមករាឆ្នាំ2026នេះបានគូសបញ្ជាក់ជាថ្មីទៀតនៅគោលជំហរសហរដ្ឋអាមេរិកចូលរួមចំណែកដោះស្រាយវិវាទរវាងកម្ពុជានិងថៃព្រមទាំងបានប្រកាសបដិញ្ញាបន្តជួយជ្រោមជ្រែងប្រទេសទាំងពីរអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនិងបើកផ្លូវសម្រាប់ការវិលត្រឡប់ទៅរកសន្តិភាពវិបលភាពនិងស្ថិរភាពយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរក៏ដូចជាតំបន់ទាំងមូលផងដែរក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់យ៉ាងស្មោះស្ម័គ្រចំពោះសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតទាំងយុទ្ធសាស្ត្រការពារជាតិនិងនយោបាយការទូតស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងធម្មនុញ្ញអង្គការសហប្រជាជាតិជាពិសេសការទាមទារទាំង4ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជាទៅភាគីថៃនិងសារពិសេសរបស់សម្ដេចតេជោហ៊ុនសែនដែលបានគូបញ្ជាក់ថាកម្ពុជានឹងមិនធ្វើសម្បទាននៅអធិបតេយ្យឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយដោយជនរួមជាតិគ្រប់រូបត្រូវបន្តលើកកម្ពស់ស្មារតីស្នេហាជាតិប្រឹងឈរខ្លួនឯងខិតខំខ្លួនឯងនិងពង្រឹងភាពជាម្ចាស់ការខ្លួនឯងដើម្បីធានាដល់ការការពារនិងការកសាងប្រទេសជាតិយើងផ្អែកលើកម្លាំងមហាសាមគ្គីនិងស្មារតីស្នេហាជាតិដ៏មោះមុតយើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបានមិនថាឧបសគ្គធំប៉ុណ្ណាឡើយអាស្រ័យហេតុនេះសូមជនរួមជាតិជឿជាក់លើរាជរដ្ឋាភិបាលដោយរួបរวมស្មារតីជាតិខ្មែរតែមួយជៀសវាងការចាញ់ឧបាយកលឃោសនាញុះញង់ពីក្រុមជ្រុលនិយមណាមួយធ្វើឲ្យប៉ះពាល់ដល់យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងបន្តអនុវត្តដើម្បីធានាសន្តិភាពយូរអង្វែងការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិឲ្យខាងតែបានសូមជនរួមជាតិបន្តស្មារតីព្រលឹងខ្មែរតែមួយជានិរន្តរ៍រៀងទៅខ្ញុំកណ្ណាខ្ញុំសូមអនុញ្ញាតបញ្ចប់សូមក្រាបថ្វាយបង្គំលានិងសូមគោរពលា